Today, in the video này trong chém lại về việcปรับปรุงbộ môn ในក្នុងកម្មវិធី គឺbộ môn 30 ហាង 30 នេះអញ្ចឹងបើbộ môn ហ្នឹងគឺយើងប្រើប្រាស់ខុសគ្នាចំពោះbộ môn 30 នេះគឺយើងប្រើវាសម្រាប់បូកវាបញ្ចូលគ្នាbộ môn 30 នេះគឺយើងប្រើវាសម្រាប់ដាក់លក្ខខណ្ឌហើយនឹងbộ môn 30 នេះគឺយើងប្រើវាសម្រាប់ដាក់លក្ខខណ្ឌដែលចាំបាច់ជាងគេចូលbộ môn 30 គឺយើងដាក់វាយញ៉ាស្មើមក CSOSUM ហើយបងប្អូនបោកបញ្ចូលហើយបងប្អូនស្រេចយកបន្ទុកឬក៏តន័យមកស្រេចទាំងអស់មកហើយបងប្អូនគ្រាន់តែបិទបញ្ចូលឲ្យជឿនថានោះបន្ទុកក៏តន័យវានឹងលោតឡើងបែបនេះនៅកន្លែងដែលបងប្អូនចង់ដាក់ចំពោះbộ môn 30 នេះគឺប្រើវាសម្រាប់ដាក់ខណ្ឌចឹងនៅក្នុងនេះគេចង់បានមនុស្សស្រីប្រាក់សរុបរបស់ស្រីចឹងបងប្អូនវាយញ៉ាស្មើមក30ហើយបងប្អូនបើកបញ្ចូលមកបងប្អូនស្រេចត្រង់ភេទបាទស្រេចត្រង់ភេទទាំងអស់មកហើយបងប្អូនក្បៀសមួយបងប្អូនវាយសញ្ញាទ្វីងកណ្ដុរហើយបងប្អូនសរសេរសសហើយបងប្អូនបិទទ្វីងកណ្ដុរវិញមកហើយបងប្អូនក្បៀសមួយទៀតហើយបងប្អូនស្រេចយកប្រាក់ខែទាំងអស់មកហើយបងប្អូនបិទបញ្ចូលវិញជឿនថាបាទនោះវានឹងឡើងបែបនេះចំពោះbộ môn 30 មាន S នេះគឺប្រើវាសម្រាប់ដាក់លក្ខខណ្ឌដែលចាំបាច់ជាងគេដែលយើងចង់ដាក់អញ្ចឹងនៅក្នុងនេះគឺគេចង់បានប្រាក់សរុបរបស់ស្រីនៅខែកញ្ចេះអញ្ចឹងបានន័យថាគេចង់បានប្រាក់សរុបទាំងអស់របស់មនុស្សស្រីនៅខេត្តកញ្ចេះគេចង់បានតែនៅខេត្តកញ្ចេះទេប៉ុន្តែនៅក្នុងនេះគឺមានកញ្ចេះហើយនឹងប៉ៃអិនតោះយើងហើយយើងវាយញ៉ាស្មើមកហើយបងប្អូនវាយ 30S 30បាទហើយបងប្អូនបើកវងកញ្ចក់ជាដំបូងបងប្អូននេះធ្វើតាមខ្ញុំណាស្រេចយកប្រាក់ខែក្បៀសមួយស្រេចយកភេទក្បៀសមួយហើយបងប្អូនបើកវងកណ្ដុរហើយសរសេរអក្សរសហើយបិទវងកណ្ដុរវិញហើយក្បៀសមួយហើយបងប្អូនស្រេចទីកន្លែងកំណើតបាទអញ្ចឹងស្រេចទាំងអស់ចឹងមកបាទបងប្អូនក្បៀសមួយដាក់ធ្មេញកណ្ដុរហើយដាក់ខេត្តនៅក្នុងលក្ខខណ្ឌគេចង់បានមកគឺខេត្តកញ្ចេះដាក់កញ្ចេះមកបាទដាក់កញ្ចេះមកហើយបងប្អូនបិទធ្មេញកណ្ដុរវិញមកហើយបិទវងកញ្ចក់ហើយជឿ Enter បាទអញ្ចឹងនៅក្នុងនេះលក្ខខណ្ឌដែលគេចង់បានប្រាក់របស់ស្រីនៅខេត្តកញ្ចេះគឺមាន 60,000 ទេបាទអញ្ចឹងនៅក្នុងវីដេអូនេះបើសិនជាបងប្អូនមានចំណុចអីអាច comment នៅក្នុងវីដេអូនេះបានសូមអរគុណ